បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺជួបជាមួយខ្ញុំបាទ Mr. AJ អញ្ចឹងសម្រាប់វីដេអូនេះផងដែរគឺជាវីដេអូដែលខ្ញុំបាទនឹងមកធ្វើការសង្ខេបក៏ដូចជា recap ជាមួយនឹងកម្មវិធី Monday Night Raw ដែលលេងនៅដើមសប្តាហ៍នេះសម្រាប់ Raw នៅសប្តាហ៍នេះគឺវាអត់មានអីច្រើនទេគ្រាន់តែថាមកល្មមមើលអញ្ចឹងទៅអញ្ចឹងខ្ញុំក៏បបោផ្ដុំបន្តិចទួចបានប៉ុន្មានខ្ញុំនឹងមកចែកជូនអ្នកទាំងអស់គ្នាប៉ុណ្ណឹងអញ្ចឹងរងចាំតាមដានស្ដាប់ជាមួយនឹងការសង្ខេបរបស់ខ្ញុំបាទនៅពេលបន្តិចទៀតនេះចឹងសម្រាប់អ្នកទាំងអស់គ្នាណាដែលចង់ទស្សនាព្រឹត្តិការណ៍ WrestleMania ផ្សាយផ្ទាល់ live stream នៅក្នុង Telegram អ្នកទាំងអស់គ្នាអាចតាក់ទងមកកាន់ខ្ញុំបានគឺខ្ញុំមានក្រុម Telegram សម្រាប់ការផ្សាយផ្ទាល់និយាយទៅគឺពិសេសមែនតើអ្នកទាំងអស់គ្នាសម្រាប់អ្នកទាំងអស់គ្នាណាដែលអត់មានអីមើលហើយអត់ដឹងមើលតាមណាគឺងាយស្រួលមែនតើគ្រាន់តែចុះឈ្មោះជាមួយខ្ញុំបាទគឺអាចចូលមើលការផ្សាយផ្ទាល់នៅក្នុង Telegram របស់ខ្ញុំបានហើយចឹងអ្នកទាំងអស់គ្នាបើសិនជាមានចំណាប់អារម្មណ៍អីអាចតាក់ទងមកកាន់ខ្ញុំបានតាមរយៈ link នៅក្នុងdescription របស់វីដេអូឬមួយក៏នៅក្នុង comment វីដេអូនេះចុច link ពណ៌ខៀវៗហ្នឹងទៅដើម្បីចុះឈ្មោះជាមួយខ្ញុំបាទផ្ទាល់នៅក្នុង Telegram ហើយសម្រាប់ការចុះឈ្មោះផងដែរគឺបង់សេវាអ្នកទាំងអស់គ្នាហើយសម្រាប់ការបង់សេវាគឺតម្លៃត្រឹមតែ$5តែប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចទស្សនាការផ្សាយផ្ទាល់បានហើយយើងមានកញ្ចប់ដូចជា$5ហើយនឹងកញ្ចប់$10គឺវាមាន2ខុសគ្នាហើយក៏មានអត្ថប្រយោជន៍ផ្សេងគ្នាផងដែរអញ្ចឹងចំណេញមែនតើអ្នកទាំងអស់គ្នាអញ្ចឹងសូមរស់រានឡើងចំនួនមួយកំណត់ខ្ញុំអត់យកសមាជិកច្រើនប្រហែលទេគឺយកតែមកល្មមសម្រាប់ការផ្សាយផ្ទាល់នឹងឯងអញ្ចឹងបើសិនជាចង់មើលអីសូមរស់រានឡើងកុំឲ្យឱកាសនេះគឺខកបំណងទៅឲ្យសោះនិយាយទៅគឺខ្ញុំធ្វើវីដេអូក៏ដូចជាធ្វើក្រុមផ្សាយផ្ទាល់អីគឺសម្រាប់អ្នកទាំងអស់គ្នាចែកជូនអ្នកទាំងអស់គ្នាបានមើលអញ្ចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាឧបត្ថម្ភឲ្យខ្ញុំប៉ុណ្ណឹងសង្ឃឹមថាវាជាការលើកទឹកចិត្តដល់ខ្ញុំអញ្ចឹងណាពួកយើងជួយគ្នាទៅវិញទៅមកក្នុងនាមជាអ្នកcontrol WWE នៅកម្ពុជាដូចគ្នាសម្រាប់ Raw នៅក្នុងសប្តាហ៍នេះគឺលេងនៅក្នុងថ្ងៃច័ន្ទទី6ខែមេសាឆ្នាំ2026ចឹងសល់ប្រហែលជាមួយសប្តាហ៍អីជាងទៀតទេ10ថ្ងៃអីហ្នឹងគឺដល់ WrestleMania ហើយក៏ចូលឆ្នាំខ្មែរយើងផងដែរហើយចឹងគឺខិតចិត្តចូលដល់ហើយអ្នកទាំងអស់គ្នាគឺសប្តាហ៍ក្រោយនេះហើយចឹងបើកឆាក Raw មកជាមួយនឹងការបង្ហាញខ្លួនរបស់ Best in the World CM Punkដែលគាត់ឡើងមកដល់ហ្នឹងគឺរៀងលក្ខណៈថាខឹងនិយាយលក្ខណៈអត់មានsay hello ឬមួយក៏សួស្ដីទៅកាន់ fan អីប្រហែលទេគឺរៀងលក្ខណៈថាក្តៅលឹកជាតាំងពីសប្តាហ៍មុនអីចឹងណាដែលសៀមផាងបាននិយាយថា fan ក៏ដូចជាអ្នកគ្រប់ត្រូលអីចឹងណានាំគ្នាប៊ូគាត់នាំគ្នាថាឲ្យគាត់ហើយនាំគ្នាលើកដង្កើង Roman អញ្ចឹងណាដែលជាក់ស្ដែងគឺសៀមផាងគឺគាត់ជាអ្នកលក្ខណៈថាជាជនរងគ្រោះនៅក្នុងសាច់រឿងរបស់គាត់ជាមួយនឹង Roman ហ្នឹងឯងដោយសារតែគាត់និយាយថាប្រហែលសប្តាហ៍មុនទៅ Roman បញ្ជូនបងប្អូនមកឯណា The Uso ហ្នឹងមកឲ្យគាត់សុំទោសអីចឹងទៅហើយក្រោយមកក៏វាយគាត់អីចឹងព្រួតគ្នាវាយចាប់បោកស៊ីអំផាងទៅលើតុអីចឹងទៅប៉ុន្តែដល់ពេលសប្តាហ៍មុនពេលដែល Roman មកគឺស៊ីអំផាងវាយហើយចាប់បោកលើតុវិញស្រាប់តែ fan នាំគ្នាខឹងទៅលើស៊ីអំផាងដែលគាត់និយាយថាគឺគាត់ធ្វើអត់មានអីខុសទេគឺធ្វើហ្នឹងជាការសងសឹករបស់គាត់ហើយព្រោះអីគឺ Roman បានធ្វើដាក់គាត់មុនអីចឹងណាហើយគាត់ក៏បាននិយាយផងដែរថាអ្នកទាំងអស់គ្នាអត់គួរណានាំគ្នាបប៊ូឬមួយក៏ថាឲ្យគាត់ទេដោយសារគាត់គឺជាកីឡាកររបស់ក្រុមហ៊ុនពេញសិទ្ធគាត់មករាល់សប្តាហ៍គាត់ក្រុងខ្សែក្រវ៉ាត់ធំប្រចាំ WWE អញ្ចឹងគឺគួរតែគាំទ្រគាត់មិនមែនតែគាំទ្រ Roman ដែលជាកីឡាករដែលមិនសូវដែលមកទេសូម្បីតែគាត់ពងនិយាយហ្នឹងក៏ Roman អត់មកដែរទោះថាឲ្យមិនក៏អត់មកដែរគាត់និយាយឌឺអញ្ចឹងណាហើយគាត់ក៏និយាយបន្ថែមផងដែរដែលនេះវាចូលលក្ខណៈហោហែ bio hosting ហើយដែលគេហៅថាគេថា promo របស់គាត់ហ្នឹងគឺគេថា pipe bomb ហ្នឹងគឺលក្ខណៈ break the fourth wall ហ្នឹងគឺគាត់និយាយហោហែទៅដល់ TKO ទៅដល់ The Rock ទៅដល់ Pat McAfee តែខ្ញុំសូមអត់រៀបរាប់ច្រើនទេដោយសារវាអត់មានអីតាក់ទងជាមួយសាច់រឿងគ្រាន់តែថាវានិយាយហួសទៅឆ្ងាយអញ្ចឹងទៅដែលតាក់ទងជាមួយនឹងសាច់រឿងក្រៅពីការសម្ដែងរបស់គាត់អីចឹងណាគាត់និយាយឌឺឯណា TKO គួរតែកាត់ប្រាក់ខែ Roman ទៅព្រោះអី Roman មិនសូវដែរមកទេហើយគួរតែលក្ខណៈថាសម្បត្តិចូលមើល WrestleMania ហ្នឹងគួរតែល្មមចុះថ្លៃខ្លះបានមានអ្នកទិញចូលមើលច្រើននិយាយឌឺអញ្ចឹងណាតែអានេះវាគ្រាន់តែជាការសម្ដែងដែលគេនិយាយឲ្យហួសអញ្ចឹងទេវាអត់មានលក្ខណៈថាស៊ីអំផាងជានឹកឃើញយកមកនិយាយកើតទេព្រោះអីគាត់ជាកីឡាករស្ថិតនៅក្នុងក្រោមក្រុមហ៊ុនរបស់ស្ថាប័នហ្នឹងអញ្ចឹងមិនមែនចេះតែហាមាត់និយាយបានទេថាមិនត្រូវ Triple H អ្នក
រៀបចំឲ្យស៊ីអំផាំងនិយាយឲ្យហួសអញ្ចឹងណាដើម្បីឲ្យតាក់ទាញ fan អញ្ចឹងទៅនិយាយទៅគឺស៊ីអំផាំងនិយាយប្រហែលម៉ាត់ចុងក្រោយរៀងចុកដែរហ្នឹងណាលក្ខណៈថាសម្បត្តិថ្លៃពេកមានណាទិញមើលឲ្យគូលក្ខណៈគូប្រកួតដឹងស្អីបងញ៉ៃញ៉ៃពេញហ្នឹងបានតែមួយគូពីរគូដែលល្អមើលឲ្យនាំគ្នាដាក់សម្បត្តិឡើងតម្លៃរាប់ម៉ឺនរាប់ពាន់អញ្ចឹងគាត់និយាយប៉ុណ្ណឹងរៀងលក្ខណៈបាញ់ទៅក្រុមហ៊ុនឲ្យឈឺដែរហ្នឹងតែគាត់ថានេះជាការរៀបចំរបស់គេទេចឹងបន្ទាប់មកទៀតក៏មានសាច់រឿងដែល LA Knight ឆ្លោះគ្នាជាមួយ ISO Speed ដែលខ្ញុំនិយាយតាំងពីវីដេអូសង្ខេប SmackDown ហ្នឹងដែល LA Knight ទៅវាយ ISO Speed ដល់ផ្ទះគាត់ហ្នឹងពង live stream ហ្នឹងចាប់រុញក្បាលបុកមួយអា monitor live ហ្នឹងហើយបន្ទាប់មកក៏សាច់រឿងបន្តមកដល់ Raw នេះទៀតអត់តន់ដាច់ស្រេចទេហើយចុងបញ្ចប់ក៏សម្រេចថាឥឡូវ Adam Pearce ក៏ប្រកាសទៅតែម្ដងជាផ្លូវការគឺវាយ3ស្មើនៅ WrestleMania យើងបានមកគូទៀតហើយគឺនៅ WrestleMania The Vision ដែលរួមមាន Austin Theory ហើយនិង Logan Paul ត្រូវចាប់ដៃជាមួយនឹង YouTuber streamer គឺ ISO Speed ហើយត្រូវប្រកួតគ្នាជាមួយនឹង The Uso ហើយនឹង LA Knight អានេះជាគូមួយដែលអត់ប្រយោជន៍មែនទែនហើយជាគូមួយខ្ញុំគិតថាអានេះលក្ខណៈថាគូគេចេះដាក់ឲ្យតែមានអញ្ចឹងទៅយើងមិនបាច់ខ្វល់ពីសាច់រឿងមិនបាច់ខ្វល់ពីកាយរៀបចំទេគាត់ចេញមកវាភ្លាវហើយLA Knight យើងដឹងស្រាប់ហើយគឺគាត់មករយៈនេះមានអាដើរអលដួលផងមានអាឡើងលើសង្វៀនប៊ីផ្ងាក្រោយទៀតឥឡូវយើងធ្វើការកន្លែងខេះដល់ហើយ LA Knight អញ្ចឹងបានគេមិនសូវលើកហ្នឹងអញ្ចឹងបន្ទាប់មកទៀតក៏មានជាការប្រកួតរវាង Finn Balor ជាមួយនឹង JD McDonald ប៉ុន្តែដោយសារតែការប្រកួតហ្នឹងគឺបានរំសាយចោលដោយសារថា Dominic ក៏មកវាយពីក្រោយថែមអញ្ចឹងទៅវាយផងយកអីវាយផងរហូតដល់ធំហើយយើងទៅដល់ backstage Finn ក៏គាត់និយាយថាគឺគាត់ត្រូវកោះរំលើងគេហៅថាមហាត្រិតរបស់គាត់មកវិញហើយត្រឹមតែវាយមួយ Dominic ទេគឺប្រែខ្លួនជា Demon ហើយអញ្ចឹងបានន័យថាតតែ Demon បានវាយឈ្នះ Dominic មើលទៅតែតាមពិតទៅអានេះគេធ្វើសម្រាប់ fan នេះណាប្រកបចិត្ត fan អញ្ចឹងទៅព្រោះគេខានឃើញ Demon Finn Balor ហ្នឹងគាត់បង្ហាញខ្លួនយូរហើយអាគូមុខវាយហ្នឹងជាអរិយហ្នឹងឯងអញ្ចឹងគេខានឃើញយូរឥឡូវគឺ Finn គាត់តែងខ្លួនជា Demon ចូលវាយនៅ WrestleMania ជាមួយនឹង Dominic ហើយយើងចាំមើលគាត់តែងខ្លួនរបៀបម៉េចព្រោះខានឃើញគាត់តែងយ៉ាងយូរហើយព្រោះតាំងពីចូលចាច់ឆ្មេញដេមកគឺ Finn គាត់តែងជា Demon ដូចជាម្ដងគត់កាលឆ្នាំ2023ហ្នឹងកាល WrestleMania លើកទី39កាលហ្នឹងប្រកួតជាមួយនឹង Edge ហ្នឹងវាយ Hell in a Cell ហ្នឹងតែកាលហ្នឹងគឺចាញ់ Edge ឥឡូវចាំមើលគឺ WrestleMania ឆ្នាំនេះគឺ Finn គាត់តែង Demon ទៀតហើយចឹងពិសេសមែនតើសម្រាប់ការប្រកួតហ្នឹងតែខ្ញុំមិនស្ដាយនិយាយស្ដីគឺស្ដាយមែនតើដែលការប្រកួតអត់ដាក់ខ្សែក្រវ៉ាត់របស់ Dominic បើដាក់កាន់តែពិសេសទៀតអញ្ចឹងបន្ទាប់មកទៀតក៏មានជាការបង្ហាញខ្លួនរបស់ Rey Mysterio មកកាន់ Raw លក្ខណៈថាដាច់ចកេះមែនតើគឺអត់មានបង្ហើបអត់មានអីទេគឺសុក Rey ចេញមកតែម្ដងគាត់មកនិយាយថាគឺគាត់បាត់បង់ឱកាសវាយនៅ WrestleMania 2 ដងហើយដោយសារតែរបួសនិយាយទៅគឺគាត់សោកស្ដាយមែនតើហើយគាត់សន្យាថាឆ្នាំនេះគឺគាត់នឹងមកវិញហើយគាត់ក៏បានប្រកាសផងដែរថាការប្រកួតទៅដើម Inter ដាក់ចដើហ្នឹងគឺនឹងថែមសមាជិកម្នាក់ទៀតគឺជាគាត់ផ្ទាល់នឹងឯងអញ្ចឹងយើងសរុបទៅការប្រកួតIntercontinental Champion Ladder Match ដាក់ចដើហ្នឹងគឺនឹងថែមសមាជិកម្នាក់ទៀតដំបូង5នាក់ហ្នឹងឯងអញ្ចឹងឥឡូវថែមមួយទៀតឡើង6នាក់អីគឺ The Hall of Famer Rey Mysterio អញ្ចឹងបាន Rey មួយទៀតដែរនៅក្នុងការប្រកួត WrestleMania អញ្ចឹងឆ្នាំនេះគូគ្រាន់មើលដែរអញ្ចឹងខ្ញុំសូមនិយាយមកដល់បញ្ចប់រតែម្ដងទៅដោយសារតែផ្សេងពីហ្នឹងក៏វាជាសាច់រឿងក៏ដូចជាគូប្រកួតស្រីដែរអញ្ចឹងខ្ញុំអត់បានលើកយកមកនិយាយទេខ្ញុំសូមនិយាយមកដល់បញ្ចប់រតែម្ដងហើយអញ្ចឹងរនៅក្នុងសប្ដាហ៍នេះគឺបញ្ចប់ទៅដោយការចុះកុងត្រានៃការប្រកួតរវាង Oba Femi ប្រកួតជាមួយនឹង Brock Lesnar ដែលនេះគឺជាការចុះកុងត្រាទេមានការចូលរួមពីTriple H ផង Adam Pearce ហ្នឹងគឺចេញមកប្រកាសសម្រាប់ការចុះកុងត្រាហ្នឹងអញ្ចឹងការចុះកុងត្រាហ្នឹងគឺ Brock Lesnar ក៏ចេញមកមុនអញ្ចឹងទៅបន្ទាប់មកក៏ Oba Femi មកហើយមកដល់មិនទាន់បានសញ្ញេស្រួលបួទេក៏ Brock Lesnar វាយទៅលើ Oba អញ្ចឹងទៅវាយទៅលើ Oba ហើយក៏ចាប់បោកបាក់តុកអាឡៃសញ្ញេឡៃអីហ្នឹងអញញ៉ៃកៅអីហ្នឹងខ្ទេចខ្ទីអស់ចាប់បោះលើគ្នាទៅមកអាកៅអីហ្នឹងបោះទៅបោះមកអញ្ចឹងទៅមានសន្តិសុខមានអាជ្ញាកណ្ដាលមាន security នៅ WWE ចាំខាត់ទាំងសងខាងអញ្ចឹងណាអញ្ចឹងការចុះកុងត្រាហ្នឹងអត់មានបានសម្រេចជោគជ័យទេអត់មានបានចុះកុងត្រាត្រឹមត្រូវទេប្រហែលជាគេទុកសប្តាហ៍ក្រោយក៏ថាបានដែរព្រោះសប្តាហ៍នេះឆាចោលហើយមិនតបានចុះកុងត្រាទេគឺវាយភ្នែកផ្អើលលក្ខណៈថាធ្វើចិត្តអត់ស្ងប់អត់ចាំដល់ថ្ងៃទេគឺប្រករៀងក្តៅលើកជាមែនតើពី
ពី3សប្តាហ៍នេះគឺត្រូវរបស់គេរហូតអញ្ចឹងសប្តាហ៍នេះគឺគាត់ត្រៀមខ្លួនវាយអូបាមុនតែម្ដងគឺគាត់ថាអូបាចូលបោះគឺវាយយកអញ្ចឹងចាំមើលការប្រកួត2អ្នកគាត់ហ្នឹងចាំមើលនរណាគេនឹងឈ្នះនៅ WrestleMania ជិតដល់ថ្ងៃហើយសល់តែមួយសប្តាហ៍ទៀតទេយើងបានមើលការប្រកួតរបស់ពួកគាត់2នាក់ហើយខ្ញុំជឿជាក់ថា Brock Lesnar គឺនៅតែខ្លាំងចឹងអ្នកទាំងអស់គ្នាសម្រាប់ការសង្ខេប Monday Night Raw គឺបានបញ្ចប់ត្រឹមហ្នឹងឯងខ្ញុំយកតិចតួចទេយកមកចែកជូនអ្នកទាំងអស់គ្នាបានប៉ុណ្្នឹងឯងចាំបើសិនជាការលើកឡើងរបស់ខ្ញុំមានចំណុចខ្វះខាតកន្លែងណាក៏សូមមេត្តាអធិស្ឋានផងដែរអញ្ចឹងចាំជួយជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតអញ្ចឹងវីដេអូនេះពីខ្ញុំបាទ Mr. AJ ក៏សូមអរគុណសូមជម្រាបលា